Visual Pro យ៉ាងនេះខ្ញុំមកធ្វើបទបង្ហាញទាក់ទងជាមួយនឹងមេរៀន array នៅក្នុងភាសា C# ឥឡូវកុំឲ្យខាតពេលវេលាយូរខ្ញុំសូមចូលទៅកាន់ Visual Studio ដើម្បីទៅសេកូដបន្តើបញ្ចូលបណ្ដាបង្កើតនេះហើយកើត project មួយ project យើងគឺ program class program ការសរសេរកូដ declare ខ្ញុំចង់បញ្យល់ទាក់ទងមួយ array គឺជាសំណុំទិន្នន័យមួយប្រភេទដែលអាចផ្ទុកតម្លៃបានច្រើនដែលយើងហៅថា element ដែលមានប្រភេទដូចគ្នានៅក្នុងអថេរតែមួយចំនួនការបង្កើតអថេរដាច់ដោយឡែកសម្រាប់ទិន្នន័យនីមួយៗយើងអាចផ្ទុកទិន្នន័យទាំងអស់នៅក្នុង array តែមួយបាន consoleចំនួន number ហើយ array ហើយយើងទៅសេរូបមន្តមួយទៀតគឺ for loop ដែលយើងតាំងចំនួន n ស្មើ i ធំជាង i ស្មើ number ចុច len ហើយ i បូកយើងប្រកាសមកខ្លះនេះគឺយើងចង់រានទៅឲ្យវាចេញចំនួន i សរុប i ស្មើ0ហើយតម្លៃចាប់ពី0ទៅគឺវារាប់1តម្លៃទី1គឺវារាប់2តម្លៃទី3គឺវារាប់4តម្លៃទី4គឺវារាប់5ឥឡូវយើងរានមើលទៅនេះចំនួន array ដែលយើងបានប្រកាសមុននឹងជាលេខពីលេខ1ដល់លេខ5ឥឡូវយើងបន្តទៅកាន់ string ម្ដង array stringឥឡូវយើងចូលទៅកាន់ការប្រកាសទី2 declare ទី2គឺយើង declare ទៅលើប្រកាសដាក់តម្លៃភ្លាមតម្លៃហ្នឹងគឺជាអ្វីគឺតម្លៃទាក់ទងមួយនឹងវត្ថុឬក៏ជាអីមួយដែលយើងតាំងវាជា string ឥឡូវយើងប្រកាសមួយទៀតគឺយើងប្រកាសដាក់តម្លៃភ្លាមឧទាហរណ៍យើង declare string យើងគឺ fruit យើងហ្នឹងគឺយើងបង្កើត object string ដែលយើង declare នៅក្នុងហ្នឹងយើងផ្ទុកនៅក្នុងហ្នឹងគឺមានដូចជា apple banana and cherry ដើម្បីយើងអាច run វាបាន say for
ដើម្បីថាតើវាចេញ fruit នឹងអត់មានដូចជា banana មានដូចជា apple និង cherry ដែលយើងបាន declare នៅក្នុង string fruit នេះគឺជា array ដែលយើងបាន declare វានៅក្នុង string បន្តទៅការប្រកាសឬក៏ declare របៀបទី3គឺ declare ទៅទៅមួយ score ឥឡូវនេះគឺយើងប្រកាស array មួយទៀតគឺយើងធ្វើទៅទៅមួយ score ដែលយើងតំណាង variable នៃ score យើងបង្កើត new variable ដែលយើងតាំង array យើងមាន3ចំនួនគឺ85 92ហើយនិង78ដើម្បីយើងប្រកាសពិន្ទុទាំងអស់ចេញគឺយើងត្រូវសេមួយបន្ទាត់ទៀតទៅដល់មួយ score គឺយើងចង់ប្រកាសតម្លៃដែលយើងចង់បានគឺ85យើងសារអារ៉ាំចេញទៅតើវាចេញលេខ85អត់នេះពិន្ទុដែលយើងបាន update ហើយគឺ85ឥឡូវយើងសាកបដូរទៀតយើងទៅដាក់លេខ2គឺវាពិន្ទុ78ឥឡូវយើងគឺយើងដាក់លេខ2យើងប្រកាសកន្លែងនេះគឺលេខ2ដែរដើម្បីឲ្យវាចេញលេខ78ពិន្ទុ78នេះពិន្ទុដែលយើងបាន update ហើយគឺ78ចំណែកមួយទៀតដើម្បីយើងទាញយកតម្លៃពី array ដែលយើងបានប្រើប្រាស់ index នៅក្នុងវងកញ្ចក់គឺយើងសរសេរ string យើងហ្នឹងគឺយើងដាក់មកមុនហ្នឹងយើងសរសេរ string fruitផ្លែឈើដែលយើងចង់បានគឺយើងសរសេរconsoleហើយបើវងចុះនេះគឺយើងចាប់ទាញតម្លៃនៃ array នៅក្នុង string យកមកបង្ហាញគឺយើងចង់បង្ហាញតម្លៃនៃ index T0 index T0 នោះគឺជាអ្វី index T0 នោះគឺ apple ឥឡូវយើងសាករ៉ាន់វាមើលតើវាអាចចេញ apple អត់នេះ output មកគឺចេញ apple ឥឡូវបើយើងចង់ output អីផ្សេងទៀតជា
cherry យើងដាក់តម្លៃនៃ index មក index ទី2គឺ cherry នេះយើងរ៉ានមកនេះគឺយើងចេញ cherry follow យើងតាម in ជា integer ជាចំនួនលេខហើយយើងតាម I ជា variable ឬក៏ជាចំនួន index ដែលរាប់ចាប់ពីលេខ0ហើយយើងបានលក្ខខណ្ឌបើសិនជា I ទៅជា number dot len ឲ្យវាប្រកាស I បូកគឺរាប់ចាប់ពីលេខ1ទៅដល់លេខ10ឥឡូវយើងសាររ៉ាំវាមកតើវារាប់ចេញពី index ទី1ទៅដល់ index ទី10អត់នេះគឺយើងបានចំនួន index ពីទី1ដល់ទី10គឺ index ទី0គឺលេខ1 index ទី9គឺលេខ10ឥ
ទៀតគឺយើងចំណុចមួយទៀតគឺយើងនេះម្ដងសេរូបមន្តថ្មីគឺយើងដាក់រូបមន្តថ្មីមួយទៀតគឺ for each នៃតម្លៃនឹង for each number item យើងដាក់មើលថាវាចេញអត់នេះបើយើងដាក់លក្ខខណ្ឌ for each យើងរូបមន្តខាងក្រោមចំនួនកន្លែងនេះចូលទៅវាដាក់នេះគឺយើងប្រកាសវាចេញតម្លៃ number យើងគឺវារាប់វាចេញជា system នេះកន្លែងនេះគឺយើងប្រកាសវាដើម្បីវារ៉ាន់ចេញចំនួន index រាប់ពីទី1ដល់ទី2ពី index 0មកដល់ទី9លេខទី9គឺលេខ10ដែលយើងប្រើរូបមន្ត for each យើងតាំង for each in នៃចំនួន item number item គឺយើងសំដៅទៅលើ integer ទាំងអស់នេះដែលនៅក្នុង array ដែលយើងបានបង្កើតនៅក្នុង array ស្មើនឹងចំនួន number គឺស្មើចំនួន variable ដែលយើងបានបង្កើតមុននឹងយើងទៅសេលក្ខខណ្ឌដើម្បី output វាគឺ console.writeline ហើយក្នុងនោះយើងដាក់មកយើងទៅសេ index យើងហ្នឹងគឺយើងបើកសញ្ញាថ្មីកណ្ដោ2ព្រោះវាជា string ជាចំនួនតួអក្សរយើងត្រូវដាក់សញ្ញាថ្មីកណ្ដោឬក៏សញ្ញាផាន់ហើយយើងបូកស្មើនឹងចំនួន number item ហ្នឹងគឺ number ដែលនៅក្នុងចំនួន array ដែលយើងបាន declare integer ពីលេខ1ដល់លេខ10ឥឡូវយើងមកមើលការអនុញ្ញាតរបស់ C# ក៏អាចអនុញ្ញាតឲ្យយើងបង្កើត array ច្រើនវិមាត្រផងដែរដូចជាតារាង row ឬក៏ column ឥឡូវខ្ញុំសូមបង្កើតមួយដូចជាយើងបង្កើត inយើងប្រកាសចំនួន grid យើងពីលេខ1ទៅដល់លេខ3នៅក្នុង array ជាចំនួន array ច្រើនវិមាត្រចាប់ពីលេខ1ដល់លេខ6ឥឡូវដើម្បីយើងអាច run វាបានគឺយើងត្រូវសេ
ទៀតយើងចង់បង្ហាញតទៅមួយនឹង index ទី2ហើយនឹង index ទី1លទ្ធផលរបស់ index របស់ index ទី0និងទី1គឺ result គឺចេញលេខ2ចំណែកឯ result នៃ grid នៃ index ទី1និង index ទី2គឺចេញលេខ6តើមើលតើយើងអាចតាមមកតើវាចេញអត់នេះគឺវា output ចំនួន grid ហ្នឹងគឺជាចំនួនវិមាត្រគឺដែលយើងដាក់នេះគឺ index ទី0ហើយនិង index ទី1ដើម្បីចេញគឺយើងរាប់ចន្លោះពី index ទី0ដល់ index ទី1គឺ index ទី1គឺលេខ2ហើយយើងរាប់ពីតពីក្រោមមកទៀតគឺយើងរាប់ពី index ទី1មកវិញ1 2គឺ integer គឺលេខ6